BYD បើកការស្ថានសាងសង់រោងចក្រដំឡើងរថយន្តរបស់ខ្លួនក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នាព្រឹកថ្ងៃច័ន្ទទី 28 ខែមេសា ឆ្នាំ 2025 ឯកឧត្តម សុន ចន្ទថុល ឧបនាយករដ្ឋមន្ត្រីអនុប្រធានទី 1 ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងដល់ខ្ពង់ខ្ពស់ធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រី ចូលរួមជាអធិបតីក្នុងពិធីបើកការស្ថានសាងសង់រោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុន BYD Cambodia ឯក BYD Cambodia Co Ltd ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ រោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុន BYD Cambodia ដែលប្រារព្ធពិធីបើកការស្ថានសាងសង់នាព្រឹកនេះ ក្រុងនឹងបណ្ដាក់ទុំប្រមាណ 32 លានដុល្លារអាមេរិកសម្រាប់ដំណាក់កាលទី 1 លើការបង្កើតរោងចក្រផ្គុំដំឡើងយានយន្តប្រភេទ CKD លើផ្ទៃដីប្រមាណ 12 ហិកតា ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ សម្រាប់ដំឡើងរថយន្តអគ្គិសនីសុទ្ធ EV និងអគ្គិសនីលីសាំង PHEV ជាមួយនឹងសមត្ថភាពដំឡើងរថយន្តប្រមាណ 10,000 គ្រឿងក្នុងមួយឆ្នាំទៅតាមដំណាក់កាល រោងចក្រដំឡើងរថយន្ត BYD Cambodia នឹងបញ្ចប់ការសាងសង់នៅខែតុលា និងចាប់ផ្ដើមដំណើរការផលិតកម្មដំឡើងរថយន្តអគ្គិសនីជាលើកដំបូងនៅកម្ពុជា នាដើមខែវិច្ឆិកាឆ្នាំ 2025 ខាងមុខនេះ